តើលោកអ្នកដឹងទេស្លឹកឈើមួយប្រភេទដែលយើងតែងតែមើលរំលងនិងឃើញនៅតាមរបងផ្ទះជាញឹកញយក៏ប៉ុន្តែវាអាចជាឱសថដ៏ពូកែស័ក្តិសិទ្ធិបំផុតសម្រាប់សុខភាពរបស់មនុស្សយើងទៅវិញស្លឹកមួយប្រភេទនោះវាគឺជាស្លឹកត្របែកដូច្នេះហើយនៅក្នុងវីដេអូនេះយើងនឹងនាំលោកអ្នកទៅដឹងអំពីគុណប្រយោជន៍ដ៏អស្ចារ្យទាំង5យ៉ាងរបស់វាដែលលោកអ្នកមិនគួររំលងឡើយទី1ស្លឹកត្របែកជួយសម្រកទម្ងន់ស្លឹកត្របែកវាមានសមត្ថភាពជួយទប់ស្កាត់ការបំផ្លែងសារធាតុម្សៅដែលគេឲ្យឈ្មោះថា complex carbohydrate ទៅជាជាតិស្ករដែលវាស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ដោយគ្រាន់តែយកវាមកធ្វើជាតែផឹកជាប្រចាំទី2ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបើយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថាតែដែលធ្វើឡើងពីស្លឹកត្របែកវាអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហាររួចហើយវាក៏អាចជួយឲ្យអ្នកជំងឺទឹកនោមផ្អែមទទួលបាននូវសុខភាពល្អប្រសើរឡើងទី3ស្លឹកត្របែកល្អសម្រាប់ប្រព័ន្ធរំលាយអាហារប្រសិនបើលោកអ្នកមានបញ្ហារាករូសឬឈឺពោះការដែលទទួលទានតែផ្សំឡើងពីស្លឹកត្របែកគឺវាមានសារធាតុប្រឆាំងបាក់តេរីដែលអាចជួយកម្ចាត់មេរោគក្នុងពោះវៀននិងសម្រួលដល់ការរំលាយអាហារបានយ៉ាងលឿនបំផុតទី5កាត់បន្ថយជាតិខ្លាញ់កូលេស្តេរ៉ុលការដែលទទួលទានស្លឹកត្របែកវានឹងជួយកាត់បន្ថយខ្លាញ់អាក្រក់ដែលគេឲ្យឈ្មោះថា LDL ដោយមិនប៉ះពាល់ដល់ខ្លាញ់ល្អក្នុងរាងកាយឡើយដែលវាល្អខ្លាំងបំផុតសម្រាប់សុខភាពបេះដូងលោកអ្នកទី5ស្លឹកត្របែកវាជួយជំនួយទៅដល់ស្បែកនិងព្យាបាលមុនស្លឹកត្របែកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនលោកអ្នកអាចយកស្លឹកត្របែកបុកឲ្យម៉ត់រួចយកមកបិទលើផ្ទៃមុខដែលមានមុននោះវានឹងជួយកាត់បន្ថយការរលាកនិងធ្វើឲ្យស្បែកមុខស្រស់ថ្លាជាងមុនវិធីងាយៗដែលលោកអ្នកអាចយកស្លឹកត្របែកមកច្នៃដើម្បីទទួលទានបានដោយដំបូងលោកអ្នកគ្រាន់តែយកស្លឹកត្របែកស្រស់ឬក៏ក្រៀមមកដាំទឹកពុះធ្វើជាតែផឹកជាការស្រេចចុច like ចុច share និងចុច subscribe ឬក៏ follow page របស់យើងដើម្បីទទួលបានចំណេះដឹងសុខភាពល្អៗបែបនេះជារៀងរាល់ថ្ងៃ